មេរៀនទី8រឿងទឹកចិត្តដ៏ប្រពៃការរៀនពាក្យកអំណានពាក្យមណ្ឌលអន្ថាមណ្ឌលសុខភាពអន្ថាសុខភាពទុកអន្ថាទុកខបញ្ចូលពាក្យមណ្ឌលសុខភាពពាក្យហ្នឹងមានថ្នាក់ពាក្យជានាមជាទីកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺនៅក្នុងឃុំឬក៏សង្កាត់ដូចនៅក្នុងឃុំយើងអញ្ចឹងមានពេទ្យរបស់រដ្ឋអញ្ចឹងពេលកូនឈឺអីយើងទៅពេទ្យរដ្ឋហ្នឹងអញ្ចឹងពេទ្យដែលនៅក្នុងឃុំរបស់យើងហ្នឹងគេហៅថាមណ្ឌលសុខភាពហើយព្យាបាលវាពាក្យហ្នឹងមានថ្នាក់ពាក្យជានាមមានន័យថាការថែរក្សាជំងឺហើយក៏អាចមានថ្នាក់ពាក្យជាកិរិយាសព្ទដែរបើជាកិរិយាសព្ទក៏ប្រហែលនេះដែរមានន័យថាថែរក្សាជំងឺធ្វើម៉េចឲ្យជាស្បើយពាក្យបន្ទាប់សះស្បើយថ្នាក់ពាក្យគុណនាមដែលស្រាលជាពីជំងឺអញ្ចឹងកូនឈឺដល់ពេលកូនលែងឈឺយើងហៅថាសះស្បើយកូនក្អកអញ្ចឹងក្អកឬក៏រាកហើយដល់ពេលកូនឈប់រាកគេហៅថាសះស្បើយហើយអង្គបតិស័ព្ទហ្នឹងពាក្យផ្ទុយហ៎កូនពាក្យគុណផ្ទុយនឹងអីផ្ទុយនឹងតុកសុខផ្ទុយនឹងអីផ្ទុយនឹងតុកហ្នឹងហើយគុណនោះមានប៉ាមសាវិញប៉ាមយល់ហ្មិចពេលកូនដើរអញ្ចឹងឆ្កែរត់មកខាំកូនអញ្ចឹងឆ្កែមានទោសនោះអំពើអាក្រក់ដល់ពេលនេះឆ្មាមកវាកញ្ញៅមាត់ឆ្កែអញ្ចឹងឆ្មាហ្នឹងមានគុណវាជួយខ្លួនឯងយល់ទេសុខដូចវាសុខសប្បាយអញ្ចឹងដល់ពេលទុកមានន័យថាអត់សប្បាយសេពប៉ាស៊ូឆ្កែងាប់ខ្លួនឯងសុខឬក៏ទុកពេលឆ្កែងាប់ខ្លួនឯងតុកហ្នឹងហើយកូនកើតទុកពួកហ្នឹងឆ្កែខ្ញុំកោវេវចនាស័ព្ទនិងពាក្យសបាយពាក្យសបាយមានពាក្យអីផ្សេងទៀតដែលមានន័យប្រហែលគ្នាពាក្យឥតព្រួយត្រេកអររីករាយស្រួលចិត្តអំណរស្រស់ស្រាយបានកូនអានម្ដងសបាយអបលួយត្រេកអររីករាយស្រួលចិត្តអំណរស្រស់ស្រាយគូតខោសះទិស័ព្ទនិងពាក្យបើអ្នកពាក្យជានាមមានន័យថាគុណដ៏ប្រសើរគុណដែលប្រាថ្នាចង់បានឧទាហរណ៍ជូនពរកូនធ្លាប់ឮគេជូនពរកូនទេបាទណាគេជូនពរកូនប៉ាជូនពរថាម៉េចជូនពរបើអញថាសុខសប្បាយលើផ្លូវសុខសប្បាយតាមផ្លូវសុខសប្បាយតាមផ្លូវសំណាងល្អនឹងល្អរកស៊ីមានបានពាក្យពមួយទៀតសរសេរពអត់មានដាក់រទេមានន័យថ្នាក់ពាក្យជាកិរិយាសព្ទលើកដាក់លើចង្កេះគៀកនឹងដៃដោយប៉ាពេលកូននៅតូចឧទាហរណ៍ពកូនពេលកូននៅតូចម៉ាក់ពកូនដាក់លើចង្កេះចា
ពកូននោះហើយកូនអោប បានពេលខ្ញុំកន្តែចេះដើរហើយចេះលោយកប៉ាបើខ្ញុំដាក់ជើងនៅក្រែងនេះហើយយកកន្តែយកដៃទៅកាន់លើកហើយយកក្បាលទៅដាក់ក្រែងនេះឬក្រែងហ្នឹងតែចឹងហើយកន្តែមើលខាងឬឆ្វេង